បាទសូមគោរពជំរាបសួរដល់សម្ដេចត្រង់ឯកឧត្តមលោកស្រីអ្នកនាងកញ្ញានិងលោកយាយលោកតាអ៊ំពូមីងមាទាំងអស់បាទជាទីគោរពពីខ្ញុំបាទហាសនាមភូមិចាស់បាទថ្ងៃនេះខ្ញុំបាទនឹងពំនាំយករឿងរ៉ាវពីអតីតកាលមួយកន្លែងយកមកធ្វើជាវីដេអូនិងរៀបរាប់ពីជីវប្រវត្តិខ្លះៗប្រាប់ទៅដល់លោកយាយលោកតាពុកម៉ែបងប្អូនឲ្យបានដឹងពីព្រៃមួយកន្លែងដែលមានឈ្មោះថាព្រៃថ្លុកស្បូវបាទតើជីវប្រវត្តិនៃព្រៃថ្លុកស្បូវនេះតើមានជីវប្រវត្តិយ៉ាងម៉េចខ្ញុំបាទនឹងកោះកាយយករឿងពីអតីតកាលយកមកជែកជូនពុកម៉ែបងប្អូនបានដឹងទាំងអស់គ្នាហើយខ្ញុំបាទក៏សូមខន្តីអភ័យទោសទុកជាមុនបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយឬក៏ខ្ញុំនិយាយទៅលើសលោខ្វះខាតឬក៏ខុសជញ្ជាក់តាណាមួយខ្ញុំបាទក៏សូមខន្តីអធិស្ឋានដល់សម្ដេចត្រង់ឯកឧត្តមលោកស្រីនាងកញ្ញាលោកយាយលោកតាអ៊ំពូមីងមាទាំងអស់បាទពេលព្រោះការនិយាយទៅក្រែងមានខុសឆ្គងខ្ញុំបាទសូមខន្តីអធិស្ឋានទុកជាមុនបាទខាងក្រោយខ្នងខ្ញុំនេះគឺជាព្រៃមួយកន្លែងដែលមានឈ្មោះថាព្រៃថ្លុកស្បូវបាទគឺកាលពីដើមតងមកគឺមានរឿងរ៉ាវជាច្រើនបាទហើយរឿងរ៉ាវនេះក៏មិនមែនទៅនឹងយើងឥឡូវនេះដែរពុកម៉ែបងប្អូនបាទគឺរឿងរ៉ាវពីអតីតកាលបាទបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូនេះបាទកុំភ្លេចចុចជាវឬសញ្ញារូបកណ្ដឹងជូនខ្ញុំបាទម្នាក់មួយផងនោះខ្ញុំបាទនឹងកោះកាយយករឿងពីអតីតកាលជាច្រើនកន្លែងទៀតយកមកចែកជូនពុកម៉ែបងប្អូនបានដឹងនិងធ្វើវីដេអូឲ្យពុកម៉ែបងប្អូនបានទស្សនាជាបន្តបន្ទាប់បាទឥឡូវក៏មកខាតពេលវេលាយូរតើរឿងរ៉ាវបាទរឿងរ៉ាវថ្លុកស្បូវនេះគឺដើមហេតុត្បូងមិនបានជាប់ជាហៅថាព្រៃថ្លុកស្បូវតើជីវប្រវត្តិនោះវាយ៉ាងណាបើអញ្ចឹងសូមពុកម៉ែបងប្អូនទៅតាមដានបាទខ្ញុំនឹងធ្វើវីដេអូបាទទៅតាមផ្លូវនេះហើយព្រៃក្រូចខ្នងនេះដើម្បីចែកជូនពុកម៉ែបងប្អូនបានទស្សនាហើយនឹងបានស្ដាប់ការរៀបរាប់ពីជីវប្រវត្តិពីព្រៃថ្លុកស្បូវនេះដូចតទៅបាទសូមអរគុណបាទនេះគឺជាព្រៃមួយកន្លែងបងប្អូនដែលគេហៅថាព្រៃថ្លុកស្បូវបាទគឺជីវប្រវត្តិព្រៃថ្លុកស្បូវនោះកាលពីដើមឡើយគឺមានបាទតាថ្លុកហើយនឹងយាយស្បូវគាត់បានមកធ្វើចំការនៅបាទកន្លែងព្រៃនេះបងប្អូនបន្ទាប់មកគាត់ក៏បានចិញ្ចឹមបាទជីវិតដោយការប្រកបមុខរបរធ្វើចំការនិងរកស៊ីដាក់ទន្ទាក់បាទសត្វព្រៃដូចជាសត្វជ្រូកសត្វឆ្លុះបាទពេលណាគាត់មកធ្វើចំការម្ដងពុកម៉ែបងប្អូនគឺជ្រូកនិងឆ្លុះបាទនៅក្នុងព្រៃនេះជាពិសេសសត្វជ្រូកតែងតែចូលទៅស៊ីចំការគាត់ហើយនឹងសត្វឆ្លុះចូលទៅស៊ីដូចដំណាំដែលគាត់ដាំដូចជាដើមល្ងដូចជាដើមអីហ្នឹងវាចូលចិត្តបាទចូលទៅស៊ីក្នុងចំការរបស់បាទតាថ្លុកហ្នឹងហើយបន្ទាប់មកទៀតក៏តាថ្លុកហ្នឹងក៏មានការបាទខឹងនឹងសត្វព្រៃហ្នឹងក៏គាត់ធ្វើជារន្ទាក់ដាក់បាទហើយធ្វើជារន្ទាក់ដាក់ហ្នឹងគឺគាត់មានផ្លូវមួយដែលគាត់ដើរមើលរន្ទាក់សត្វព្រៃរបស់គាត់ហ្នឹងបងប្អូនគឺព្រៃហ្នឹងគឺបាទជាស្រ័យគឺដែលផ្លូវហ្នឹងបងប្អូនគឺគាត់ដើរជាប្រចាំបងប្អូនកាលពីហ្នឹងគឺកាលពីជំនាន់ហ្នឹងគឺអត់តន់មានវីលមានអីទេបងប្អូនគឺសឹកតែព្រៃបាទអ្វីដែលខ្ញុំដឹងនេះគឺខ្ញុំបានកើតមកខ្ញុំតូចខ្ញុំតន់គាត់ដែរតែដោយសារបាទខ្ញុំនៅតូចហើយរឿងរ៉ាវនេះដែលអ្វីដែលខ្ញុំដឹងច្បាស់ទៀតនោះគឺឪពុករបស់ខ្ញុំគាត់ណាក់និយាយប្រាប់ខ្ញុំបញ្ជាក់ពីអតីតកាលហ្នឹងបាទជាច្រើនហូហែដើម្បីឲ្យខ្ញុំនឹងបានដឹងអញ្ចឹងហើយខ្ញុំក៏ធ្វើជាវីដេអូដើម្បីចែករំលែកនិងបាទរៀបរាប់កោះកាយនៅរឿងពីអតីតកាលកន្លែងថ្លុកស្បូវនេះចែកជូនពុកម៉ែបងប្អូនបានទស្សនានិងបានដឹងពីជីវប្រវត្តិបាទកន្លែងថ្លុកស្បូវនេះបាទឥឡូវយើងចូលដល់សាច់រឿងយើងទៀតបងប្អូនគឺបាទតាថ្លុកហ្នឹងគាត់ដាក់អន្ទាក់បាទនេះជាកន្លងដែលគាត់ដើរមើលអន្ទាក់បងប្អូនហើយគៀននេះសិតតែព្រៃទេបាទនេះសិតតែព្រៃបងប្អូនបាទបន្ទាប់ពីគាត់បាទបានដាក់អន្ទាក់មកក៏គាត់បានសัตว์ជាច្រើនហើយគាត់យកទៅលុកបាទចំនួនហ្នឹងដឹងគាត់យកទៅលុកឯណាទេបងប្អូនដោយសារយើងកើតអត់ទាន់ដែរហើយចឹងហើយបាទគាត់ក៏ពីអ្នកយាយតាហ្នឹងហើយគាត់អត់មានកូនមានអីទេបងប្អូនបាទគឺគាត់រស់នៅតែពីអ្នកប្តីប្រពន្ធអញ្ចឹងទៅតនទីគាត់ចាស់បាទបាត់បង់អាយុជីវិតបាទហើយការប្រកបមុខរបររបស់គាត់ហ្នឹងគឺដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងគឺគាត់ដាំចំការហើយគាត់បាទដាក់អន្ទាក់
សត្វព្រៃដូចជាសត្វជ្រូកសត្វឆ្លុះបើហើយចំនួនហ្នឹងបងប្អូនគឺស្ងាត់ណាស់សឹងថាអ្នកខ្លះក៏អត់ហ៊ានបាទឆ្លងកាត់តាមព្រៃនឹងផងទេបងប្អូនអើយបាទដោយបាទឃើញថាផ្លូវនេះនៅក្នុងព្រៃផងទៀតហើយអមដោយសំឡេងសត្វយំហាក់បីដូចបាទជាសត្វនោះវាកំពុងតែចង់ប្រាប់រឿងពីអតីតកាលណាមួយចង់ឲ្យយើងដឹងចង់ឲ្យពុកម៉ែបងប្អូនបានស្គាល់បានដឹងបាទបងប្អូនឃើញក្នុងវីដេអូនេះស្ដាច់ហើយបាទគឺផ្លូវស្ងាត់មែនតែនទៀតបាទសូម្បីតែខ្ញុំចូលមកហ្នឹងក៏ព្រឺក្បាលដែរបងប្អូនហើយនេះជាកន្លងបាទកន្លងរបស់តាថ្លុកបាទគឺគាត់ដើរតាមនឹងបងប្អូនហើយរងថ្ងៃនេះគឺអត់មានអ្នកណាដើរទេបងប្អូនសូម្បីតែសត្វគោសត្វកបីឬក៏មនុស្សក៏អត់មានដើរទេបងប្អូនឃើញស្រេចនេះផ្លូវនេះបាទហើយអមបាទគៀងគៀននឹងទៅដូចព្រៃមានវមានអីបាទស្ដាប់ទៅឃើញហើយគឺគួរឲ្យរន្ធត់បងប្អូនអ្នកបានទស្សនាតាមវីដេអូបងប្អូនអត់សូវរន្ធត់ទេជាពិសេសខ្ញុំបាទដែលជួលមកថតបាទម្នាក់ឯងផងបងប្អូនតែដោយសារខ្ញុំបានចង់កោះកាយយកនៅរឿងពីអតីតកាលចែកជូនពុកម៉ែបងប្អូនបានទស្សនាបានដឹងពីជីវប្រវត្តិពីបរមបុរាណខ្លះដែលគាត់បាទបានបន្សល់ដូចជាផ្លូវនេះបងប្អូនជាផុសតាងពិតបាទបើមិនតែយើងអត់បានចូលមកគឺយើងអត់ដឹងទេបងប្អូនដល់ពេលយើងបានចូលមកបាទយើងដឹងថាអូបាទពិតជាមានផ្លូវហើយអត់មានសំបីតែដានជើងណាមួយក៏អត់មានទេទៀតហើយបាទគឺគួរឲ្យខ្លាចមែនទែនបងប្អូនហើយព្រៃគឺបាទណែនចេះបងប្អូនហើយយើងគិតថាសម័យនេះហើយគឺជាសម័យដែលគេអភិវឌ្ឍតែកន្លែងនេះគឺអត់ទេបងប្អូនហើយនៅព្រៃបាទហើយឥឡូវយើងកុំអោយវែងឆ្ងាយយើងចូលសាច់រឿងរបស់យើងទៀតបាទបានជាដើមហេតុបាទចប់ថាថ្លុកស្បូវនេះគឺដើមហេតុមកពីតាថ្លុកហើយនឹងយាយស្បូវបាទយាយស្បូវនោះគាត់បានបាទមកដាំចកាជាមួយប្តីគាត់ឈ្មោះតាថ្លុកនឹងហើយបាទក៏គាត់រស់នៅរបូតតនទៅដល់បាទគាត់ចាស់ជរាហើយក៏គាត់បាត់បង់ជីវិតបាទបន្ទាប់ពីគាត់បាត់បង់ជីវិតមកក៏ព្រៃនឹងបងប្អូនក៏នៅជាព្រៃមួយដែលជាព្រៃប្រហែលជាចេះបងប្អូនបើតាមที่ខ្ញុំដឹងហើយនឹងបានឮឪពុកខ្ញុំនិយាយប្រហែលជាការពីតាថ្លុកនៅគាត់ចេះស្ដោះពុកម៉ែបងប្អូនគាត់ចេះស្ដោះគឺការចំនួននឹងគឺយើងនៅប្រើបាទបល័យមន្តអាគមបាទយើងដូចចាស់ពីដើមអីគាត់ចេះបល័យមន្តអាគមហើយគាត់ស្ដោះព្រៃនឹងហើយអ្នកដែលចង់មកបរបាញ់សត្វនៅព្រៃនេះគឺបរបាញ់អត់បានទេបងប្អូនជួនកាលមកដល់អញ្ចឹងឃើញបាទដូចជាសត្វជ្រូកកំពុងតែស៊ីផ្លែឈើកំពុងតែឈ្មោះមើមតលងមើមអីស៊ីអញ្ចឹងតែដល់ពេលគាត់បានបាញ់ទៅបែរជាចេញជាចលឹកឈើវិញអានេះអ្វីដែលខ្ញុំដឹងពីឪពុកខ្ញុំដែលគាត់ធ្លាប់បាទជាព្រានព្រៃម្នាក់ដែរគាត់ធ្លាប់មកបាញ់បាទតាំងពីចំនួនដែលតាថ្លុកយាយស្បូវនឹងបាទគាត់នៅធ្វើចំការនឹងមកហើយអញ្ចឹងហើយព្រៃនឹងគឺអត់អាចណារកបានទេបងប្អូនគឺរកបានទេតាថ្លុកយាយស្បូវនឹងមួយទីហើយបើសិនជាណាចូលក្នុងព្រៃនឹងផ្ដេសផ្ដាស់នឹងវង្វេងទៀតបងប្អូនវង្វេងគឺជួនកាលរកផ្លូវទៅផ្ទះវិញអត់ឃើញទេតោះតែយើងចូលទៅដល់កន្លែងរោងតាថ្លុកយាយស្បូវហ្នឹងបានដែលអោយគាត់ប្រាប់ផ្លូវទៅឬក៏គាត់ស្រាយបល័យថៃគាត់វិញទៅបានយើងអាចបាទរកផ្លូវទៅផ្ទះឃើញបងប្អូននេះបងប្អូនឃើញផ្លូវបាទគឺស្ងាត់ឈឹងបណ្ដោយបងប្អូនអត់មានអីដែលត្រូវថាមានដានអីដើរឬក៏មានសัตว์អីគឺស្ងាត់ឈឹងបណ្ដោយបងប្អូនបាទអ្វីដែលខ្ញុំចូលមកនេះក៏ខ្ញុំបាទព្រឺក្បាលណាបងប្អូនហើយតែដើម្បីចង់បានវីដេអូបាទពីអតីតកាលចែកជូនពុកម៉ែបងប្អូនបានទស្សនាបានដឹងបាទហើយនឹងចែករំលែកដល់បាទជាពិសេសក្មេងៗចំនួនក្រោយក៏ឲ្យបានដឹងជួនកាលគាត់ថាកន្លែងហ្នឹងឮតែគេហៅថ្លុកស្បូវទៅជីវប្រវត្តិនៃការហៅថ្លុកស្បូវនេះគឺជីវប្រវត្តិពីដើមឡើយមកគឺដោយសារអ្វីបានគេហៅអញ្ចឹងបើអញ្ចឹងថ្ងៃនេះខ្ញុំបានអង្គុសកាយយកបាទឫសគល់បាទរឿងពីអតីតកាលពីនៃប្រវត្តិព្រៃថ្លុកស្បូវនេះយកមកបំស្រាយបំភ្លឺចែកជូនបាទលោកយាយលោកតាលោកឪពុកអ្នកម្ដាយបងប្រុសបងស្រីយុវជននវនារីបានដឹងហើយបាទយើងអស់ចម្ងល់ហើយទៀតហើយបើអញ្ចឹងបងប្អូនបាទយើងរីករាយនឹងទស្សនាការបាទកន្លែងដែលទីតាំងដែលគេហៅថាថ្លុកស្បូវបងប្អូនស្ងាត់ណាស់ទៀតហើយ
បាទcòn đượcឃើញក៏គួរឲ្យរន្ធត់ដែរបងប្អូននេះខ្ញុំចូលទាំងផ្សងប្រេងទេបងប្អូនដោយសារចង់បានវីដេអូបាទហើយឥឡូវយើងចូលសាច់រឿងយើងបន្តទៀតបាទដោយសារខ្ញុំចេះតែនិយាយបាទពីនេះពីនោះខ្លះដោយសាររឿងវាដិតជាប់ជាមួយគ្នាបាទគឺប្រវត្តិថ្លុកស្បូវនេះគឺអញ្ចឹងហើយបងប្អូនបាទដូចខ្ញុំរៀបរាប់ពីដើមវីដេអូអញ្ចឹងគឺព្រៃនេះគឺមានប្រវត្តិឈ្មោះថាថ្លុកស្បូវដោយសារតាថ្លុកយាយស្បូវតែដល់ពេលក្មេងៗរាល់ថ្ងៃនេះក៏កាត់តាថ្លុកយាយស្បូវគាត់ហៅតែថ្លុកស្បូវតែជាពិសេសបាទក្មួយរាល់ថ្ងៃគាត់អត់បានដឹងពីជីវប្រវត្តិថ្លុកស្បូវនឹងយ៉ាងម៉េចទេគាត់គាត់តែដឹងឮពីចាស់ហៅគាត់ចេះតែហៅតាមថ្លុកស្បូវហើយអត់ដឹងថាជីវប្រវត្តិថ្លុកស្បូវនឹងយ៉ាងម៉េចបាទឥឡូវថ្ងៃនេះខ្ញុំបាទនឹងស្រាយបំភ្លឺហើយជែកជូនពុកម៉ែបងប្អូនបានដឹងពីជីវប្រវត្តិថ្លុកស្បូវនេះបាទហើយខ្ញុំបាទក៏សូមប្រាប់ទីតាំងបាទថ្លុកស្បូវនេះគឺនៅបាទភូមិស្គរតូចឃុំអន្សាចំបក់ស្រុកក្រគរខេត្តពោធិ៍សាត់បងប្អូនបាទកន្លែងទីតាំងបាទហើយព្រៃគឺនៅណែនបាទអញ្ចឹងបងប្អូនហើយគួរឲ្យរន្ធត់ណាបងប្អូនហើយស្ងាត់ឈឹកបាទឮទីសំឡេងបាទសัตว์យំមួយហើយបាទថ្ងៃនេះខ្ញុំបានធ្វើវីដេអូបង្ហាញពីកន្លែងផ្លូវរបស់តាថ្លុកដែលគាត់ដើរមើលអន្ទាក់សត្វព្រៃរបស់គាត់បងប្អូនបាទចាំបងប្អូនចាំថ្ងៃក្រោយខ្ញុំបាទនឹងធ្វើវីដេអូកន្លែងបាទផ្ទះដែលតាថ្លុកយាយស្បូវនឹងដែលគាត់កន្លែងគាត់នៅតែរាល់ថ្ងៃនេះគឺលែងមានផ្ទះហើយបងប្អូនគ្រាន់តែនៅទីកន្លែងស្នាក់ស្នាមនៅទីកន្លែងវាលដែលគាត់ធ្លាប់នៅដូចជាភូមិរបស់គាត់ហ្នឹងគឺមានវាលតែរាល់ថ្ងៃគឺព្រៃវាកាន់តែដុះរួមចិត្តបន្តិចហើយតែខ្ញុំបាទនឹងទៅធ្វើវីដេអូកន្លែងនឹងមួយកន្លែងទៀតដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ទីតាំងផ្ទះតាថ្លុកយាយស្បូវនៅកន្លែងណាបងប្អូនថ្ងៃនេះដោយសារបាទរៀងល្ងាចហើយខ្ញុំអត់បានចូលទៅដល់កន្លែងផ្ទះគាត់នឹងទេកន្លែងនឹងក៏គួរកាន់តែរន្ធត់ទៀតដែរបងប្អូនខ្ញុំមកធ្វើវីដេអូកន្លែងបាទផ្លូវដែលគាត់ដើរមើលអន្ទាក់សត្វព្រៃរបស់គាត់គឺបងប្អូនហើយបាទគាត់តែឃើញបងប្អូនប្រហែលជាបាទក៏មានអារម្មណ៍ដូចខ្ញុំដែរគឺព្រីសម្បោខ្ញាក់បងប្អូនមកនេះបាទគឺឆ្ងាត់ឈឹងបងប្អូនស្ងាត់ណាស់បងប្អូនអើយហើយព្រៃនេះក៏ជាកន្លែងព្រៃដែលមានសត្វបាទព្រៃជាច្រើនបងប្អូនបើកាលចំនួនបាទតាថ្លុកយាយស្បូវនឹងទៀតខ្ញុំឮឪពុកខ្ញុំថាបាទមិនធម្មតាទេបងប្អូនមានទាំងសត្វកាចសាហាវទៀតទេដោយសារខ្ញុំនៅក្នុងព្រៃខ្ញុំអត់បានអត់ហ៊ាននិយាយទេបងប្អូនហើយខ្ញុំបាទក៏សំខាន់តែអធិស្ឋានដល់ម្ចាស់ទឹកដីផងក្រែងលោខ្ញុំចូលមកហើយអស់លោកម្ចាស់ទឹកម្ចាស់ដីមានការប្រកែកប្រកាន់នៃក៏សូមអធិស្ឋានផងខ្ញុំមកនេះគឺអត់ចង់បាទបំផ្លិចបំផ្លាញពីកន្លែងបាទព្រៃនេះទេគ្រាន់តែចង់កោះកាយនៅរឿងពីអតីតកាលដើម្បីយកទៅចែកជូនពុកម៉ែបងប្អូនបានដឹងបានទស្សនានិងបានដឹងពីជីវប្រវត្តិកន្លែងមួយកន្លែងឬក៏កន្លែងជាច្រើនទៀតបាទតាមកន្លែងឈ្មោះផ្សេងហើយមានជីវប្រវត្តិខុសៗគ្នាបងប្អូនតែថ្ងៃនេះខ្ញុំបាទនាំអារម្មណ៍ពុកម៉ែបងប្អូនមកបាទស្គាល់ពីរឿងអតីតកាលមួយកន្លែងនេះគឺកន្លែងថ្លុកស្បូវបាទព្រៃថ្លុកស្បូវបាទថ្ងៃក្រោយខ្ញុំបានសន្យាអញ្ចឹងខ្ញុំបាទនឹងធ្វើវីដេអូបាទបង្ហាញពីកន្លែងផ្ទះតាថ្លុកយាយស្បូវហ្នឹងដែលគាត់នៅកន្លែងណាហើយកន្លែងទីតាំងដែលគាត់នៅហ្នឹងតើមានផុសតាងមានស្នាក់ស្នាមអ្វីជាបញ្ជាក់ដែរទេបើអញ្ចឹងហើយពុកម៉ែបងប្អូនបាទនឹងបានទស្សនាវីដេអូខ្ញុំនឹងធ្វើវីដេអូបាទបន្តពីវីដេអូនេះបន្តទៀតបញ្ជាក់ឲ្យបានចប់សាច់រឿងនៃតាថ្លុកយាយស្បូវបងប្អូនបាទនេះជាផ្លូវបងប្អូនឥឡូវខ្ញុំចាប់ដើមចេញមកវិញហើយបងប្អូនអើយដោយសារចូលទៅវាព្រីក្បាលពេកបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបាទគ្រាន់តែមកបង្ហាញពីកន្លែង
ផ្លូវរបស់តាថ្លុកយាយស្បូវបាទនេះជារឿងពីអតីតកាលដែលបងប្អូនខ្លះគាត់បានដឹងបងប្អូនខ្លះក៏អត់បានដឹងជាពិសេសបាទក្មេងៗយើងសារក្រោយនេះគឺគាត់អត់បានស្គាល់ទេគាត់ដឹងតែកន្លែងហ្នឹងគេហៅព្រៃថ្លុកស្បូវតែជីវប្រវត្តិនៃព្រៃថ្លុកស្បូវនេះយ៉ាងណាគឺអត់ដឹងមកថ្ងៃនេះខ្ញុំបាននឹងមកស្រាយបំភ្លឺហើយពីកន្លែងព្រៃថ្លុកស្បូវតែខ្ញុំបានអត់តាមបានទៅថតកន្លែងទីតាំងដែលតាថ្លុកយាយស្បូវដែលគាត់បាននៅទេខ្ញុំបានគាត់ទៅមកថតពីផ្លូវកន្លែងតាថ្លុកនឹងគឺគាត់ដើរដាក់អន្តរសត្វព្រៃនឹងបងប្អូនបាទគឺផ្លូវដែលគាត់ដើរមើលនឹងកើតជាផ្លូវមួយបងប្អូនហើយផ្លូវនោះគឺជាផ្លូវអាត់កំបាំងមួយដែលមនុស្សភាគច្រើនពេលដែលចូលហើយគឺវង្វេងបងប្អូនកាលពីគាត់នៅរស់កាលពីគាត់នៅមានបច្ចុប្បន្នឡើយគឺអត់អាចណាចូលបានទេបងប្អូនអត់ទៅចូលដឹងតែវង្វេងហើយរងថ្ងៃនេះបងប្អូនសម័យនេះហើយគឺអត់ទាន់មានអ្នកណាមួយទៀតដើរកាត់តាមផ្លូវនឹងទេបាទខ្ញុំចូលមកនេះគឺបងប្អូននិយាយមកទូព្រីក្បាលបាទតែដោយសារចង់បានរឿងរ៉ាវពីអតីតកាលយកមកចែកជូនពុកម៉ែបងប្អូនបានដឹងបានស្ដាប់បានទស្សនាអញ្ចឹងហើយក៏ដាច់ចិត្តបន្ថយចូលមកតាមផ្លូវនេះដើម្បីចងក្រងជាវីដេអូចែកជូនពុកម៉ែបងប្អូនបានដឹងពីជីវប្រវត្តិនៃព្រៃថ្លុកស្បូវបាទខ្ញុំបាទក៏សូមខន្តីអធិស្ឋានរាល់កំហុសឆ្គងកែខ្ញុំនិយាយទៅបាទខុសដោយប្រការណាមួយនិយាយទៅលើលោកខ្វះខាតដោយប្រការណាមួយដោយសារខ្ញុំអត់សូវចេះនិយាយវីដេអូទេបងប្អូនតែបេះដូងរបស់ខ្ញុំចង់កោះកាយនៅរឿងពីអតីតកាលចែកជូនពុកម៉ែបងប្អូនចឹងហើយក៏សម្រាប់ចិត្តធ្វើជាវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនបានទស្សនាតែការនិយាយវានៅខ្វះខាតច្រើនដោយសារខ្ញុំអត់សូវចេះនិយាយទេតែគាត់ថាជីវប្រវត្តិនេះគឺខ្ញុំមិនអត់បានពុតពោកហកទេគឺខ្ញុំដឹងកាលដែលខ្ញុំកើតមកតន់ហើយឪពុករបស់ខ្ញុំនឹងគាត់បានប្រាប់បន្តទៀតបាទដោយសារគាត់ជាព្រានព្រៃម្នាក់ដែរកាលពីគាត់នៅមានប្រជជនដល់ថ្ងៃឪពុកខ្ញុំក៏បានលាចាកហើយគាត់ក៏ធ្លាប់បានបកបាញ់តាមព្រៃនេះហើយរឿងរ៉ាវដែលគាត់បាននិយាយប្រាប់ខ្ញុំនឹងដូចអ្វីដែលខ្ញុំរៀបរាប់ក្នុងវីដេអូនេះអញ្ចឹងបាទអញ្ចឹងហើយខ្ញុំបានក៏សូមខន្តីអភ័យទោសម្ដងទៀតរាល់កំហុសខុសឆ្គងបើសិនជាបងប្អូនគិតថាវីដេអូនេះបងប្អូនពេញចិត្តបាទកុំភ្លេចចុចជាវឬសញ្ញារូបកណ្ដឹងខ្ញុំជូនខ្ញុំបាទម្នាក់មួយផងហើយថ្ងៃក្រោយខ្ញុំនឹងធ្វើវីដេអូតពីបាទព្រៃថ្លុកស្បូវនេះបន្តទៀតតែខ្ញុំទៅធ្វើវីដេអូកន្លែងទីតាំងកន្លែងផ្ទះចាស់របស់គាត់បាទទោះបីជារាល់ថ្ងៃនេះអត់មានផ្ទះអត់មានអីក៏ដោយតែនៅសល់ជាផុសតាងជាកន្លែងទីតាំងដែលគាត់បានរស់នៅពីដើមមកបាទហើយខ្ញុំបាននឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនថាតើកន្លែងផ្ទះគាត់នឹងនៅកន្លែងណាហើយតើកន្លែងកាត់តាមផ្ទះគាត់នឹងមានផ្លូវអីខ្លះហើយតើប្រជាពលរដ្ឋឬក៏បងប្អូនលោកតាលោកយាយជំនាន់នឹងគាត់ឆ្លងកាត់ផ្លូវនឹងតើគាត់បានមកឈប់សម្រាកយ៉ាងម៉េចខ្ញុំបាននឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនបានទស្សនាបានដឹងបន្តទៀតបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបាទបើសិនមានកំហុសឆ្គងសូមកាន់តែអធិស្ឋានបាទសូមជម្រាបលាបាទ